អង្គការក្រៅរដ្ឋាភិបាលចំនួន15នៅខេត្តសៀមរាបគ្រោងដង្ហែក្បួនតុក្កតាយក្សលើកទី8គិតមកទល់នឹងឆ្នាំ2014ដើម្បីបង្ហាញអំពីការច្នៃប្រឌិតរបស់កុមារនិងក្រុមសិល្បករក៏ដូចជាប្រភេទសត្វដែលប្រឈមនឹងការផុតពូជនៅក្នុងប្រទេសកម្ពុជាលោកអ៊ុនសាវ៉ាន់អ្នកគ្រប់គ្រងកម្មវិធីដង្ហែក្បួនតុក្កតាយក្សនៅខេត្តសៀមរាបបានមានប្រសាសន៍ប្រាប់អ្នកងារព័ត៌មានទូរទស្សន៍អប្សរាក្នុងកម្មវិធីអប្សរាណេតនៅព្រឹកថ្ងៃទី17ខែកុម្ភៈនេះថាគោលបំណងសំខាន់របស់តុក្កតាយក្សជារៀងរាល់ឆ្នាំយើងតែងតែលើកស្ទួយទៅដល់សិល្បៈវប្បធម៌បញ្ហាបរិស្ថានបញ្ហាអនាម័យឬក៏បញ្ហាច្បាប់ចរាចរណ៍ដើម្បីឲ្យអ្នកដែលបានចូលរួមធ្វើតុក្កតាយក្សនោះឲ្យយល់ដឹងអំពីប្រភេទជាពិសេសនោះគឺយើងនិយាយអំពីប្រភេទសត្វព្រៃដែលកំពុងតែរងការគំរាមកំហែងអំពីមនុស្សយើងបង្រៀនគាត់ឲ្យគាត់យល់ថាប្រភេទសត្វនោះគឺមានសារៈសំខាន់យ៉ាងណាចំពោះពិភពលោកក៏ដូចជាមនុស្សជាតិបច្ចុប្បន្ននេះកុមារនិងក្រុមសិល្បករប្រមាណជាង400នាក់បានកំពុងតែធ្វើការដំឡើងតុក្កតាយក្សជាប្រភេទសត្វដែលប្រឈមផុតពូជនៅក្នុងប្រទេសកម្ពុជាសត្វទាំងនេះផលិតឡើងអំពីដើមឫស្សីល្ពាក់និងក្រដាសលោកបានបន្តទៀតថាការដែលឲ្យកុមារចូលរួមដំឡើងតុក្កតាយក្សនេះគឺចង់ឲ្យកុមារទាំងអស់បានស្គាល់អំពីប្រភេទសត្វដែលប្រឈមផុតពូជនៅក្នុងប្រទេសកម្ពុជានិងចេះច្នៃប្រឌិតរូបសត្វទាំងនោះឡើងដើម្បីបង្ហាញឲ្យប្រជាពលរដ្ឋទូទៅបានស្គាល់និងបានចូលរួមអភិរក្សសត្វទាំងនោះឲ្យនៅគង់វង្សហើយគម្រោងនេះនាពេលកន្លងមកមានការគាំទ្រយ៉ាងច្រើនផងដែរពីសំណាក់ប្រជាពលរដ្ឋនៅខេត្តសៀមរាបសូមបញ្ជាក់ថាគម្រោងដង្ហែក្បួនតុក្កតាយក្សនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី22ខែកុម្ភៈឆ្នាំ2014នេះដោយធ្វើការដង្ហែចាប់ពីម៉ោង7ល្ងាចពីចំណុចជុំវិញផ្សារចាស់តាមផ្លូវមាត់ស្ទឹងសៀមរាបឆ្ពោះទៅសួនច្បារសន្តាគារ Grand Angkor Hotel និងមានការប្រគំតន្ត្រីសម្ដែងសៀកផងដែរខ្ញុំកៅសំណាងអប្សរាណេតរាយការណ៍ពីខេត្តសៀមរាប